បាទខ្ញុំបាទវុធីពីហាងតែលីននៃជ្រោយវ៉ាសូមជម្រាបសួរបងប្អូនបាទបាច់ឆាទើបនឹងមកដល់ថ្មីបាទមុននឹងជម្រាបជូនបងប្អូនថាបាច់ឆាអីខ្លះមកដល់ថ្មីនោះក៏សូមអធិស្ឋានដល់បងប្អូនផងដែលរងចាំយូរថ្ងៃនោះបងប្អូនបាទប៉ុន្តែមិនអីទេទោះបីយូរប៉ុណ្ណាក៏ដោយគឺថានៅរងចាំជានិច្ចបាទ J'attendrai le jour et la nuit, j'attendrai toujours ton retour. J'attendrai. អូខេឥឡូវមកដល់តាមការសន្យាហើយបងប្អូនបាទទី1គឺមច្ឆាជប៉ុនកូយូមីដែលទើបនឹងមកដល់ថ្មីបងប្អូនបាទ Viens chercher l'oubli. សូមណែនាំនេះមួយទៀតមួយនេះគឺអានេះក៏ល្បីល្បាញដែរបងប្អូនបាទគឺល្បីខ្លាំងមែនទែនយើងចូលស្តុកគ្រប់មុខអស់ហើយបាទមួយនេះទៀតគឺមច្ឆាមកពីហាងជោគឺជាទឹកដីដើមកំណើតនៃការរកឃើញមច្ឆាមុនគេនៅលើពិភពលោកបងប្អូនបាទគឺ Premium Latte Grade បងប្អូនបាទ Latte Grade អញ្ចឹងសូមជម្រាបជូនអានេះគឺល្បីល្បាញខ្លាំងផ្នែកខាង Barista បាទ Barista គឺបងប្អូនដែលឆុងកាហ្វេនៅតាមហាងកាហ្វេធំតូចគឺត្រូវការនេះទាំងអស់បងប្អូនបាទគឺថាពេញចិត្តខ្លាំងណាស់បាទបងប្អូនអាចយកជាគីឡូយើងនឹងមានតម្លៃពិសេសជូនសម្រាប់តែ Barista តែប៉ុណ្ណោះបាទអញ្ចឹងណាបាទគឺតម្លៃរាយយើងមានមួយកញ្ចប់នេះទម្ងន់ជាងមួយខាំបងប្អូនបាទតែទាំងអស់នេះទម្ងន់ច្រើនណាស់បាទគឺជាងមួយខាំតម្លៃ$12ហើយអានេះក៏ជាងមួយខាំដែរបងប្អូន125ក្រាមគឺច្រើនណាស់បាទតម្លៃសមរម្យដែលបងប្អូនអាចទទួលយកបានបាទខ្ញុំចង់ជម្រាបជូនបងប្អូនដែរថាហេតុអ្វីបានអតិថិជនរបស់យើងសុខចិត្តរងចាំរាប់ខែនោះបាទគឺដោយសារបងប្អូនរំពឹងទុកថានឹងបានរបស់ល្អបងប្អូនបាទនេះគឺដោយសារទំនុកចិត្តបងប្អូនបាទទំនុកចិត្តគឺសំខាន់ណាស់បងប្អូនបាទបងប្អូនមានបានសង្កេតមើលទេថាតើបងប្អូនទិញមច្ឆារាល់ថ្ងៃបងប្អូនទិញសំដៅលើអ្វីដែលបងប្អូនអាចជឿទុកចិត្តបានបាទគឺមច្ឆាឬក៏តែបៃតងត្រូវតែជាមច្ឆាតែបៃតងសរីរាង្គបងប្អូនខ្លះក៏លោកបានសួរថាស្អីគេសរីរាង្គនឹងបាទសរីរាង្គនឹងភាសាអង់គ្លេសគេហៅថា organic បានន័យថាផលិតផលកសិកម្មមិនប្រើជីគីមីមិនប្រើថ្នាំសម្លាប់សត្វល្អិតបាញ់ទៅលើដើមតែបងប្អូនបាទអញ្ចឹងហើយបានគេហៅថា organic អញ្ចឹងគឺការដាំដុះតាមបែបធម្មជាតិបងប្អូនបាទអញ្ចឹងហើយបានតែរបស់យើងនេះមាន certificate សម្រាប់នាំយកទៅលក់នៅអឺរ៉ុបបងប្អូនបាទគឺ USDA អញ្ចឹងហើយបងប្អូនបាទអញ្ចឹងយើងញ៉ាំតែគឺត្រូវតែជាតែពិតប្រាកដបរិសុទ្ធពីធម្មជាតិបងប្អូនបាទអញ្ចឹងខ្ញុំចង់ជម្រាបជូនបងប្អូនកន្លែងហ្នឹងអញ្ចឹងហើយបានបងប្អូនយើងសុខចិត្តរងចាំរាប់ខែនៅបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលទើបនឹងស្គាល់ page ខ្ញុំថ្មីទើបនឹងស្គាល់ហាងតែលីនថ្មីហើយមិនទាន់ទុកចិត្តថាទិញតែច្រើនមក1គីឡូ2គីឡូមកយកមកដាក់ហាងកាហ្វេបើមិនទាន់បានភ្លក់ផងធ្វើមិនទៅបាទអញ្ចឹងដើម្បីកុំឲ្យបងប្អូនខកបំណងបងប្អូនអញ្ជើញមកភ្លក់តែសិនបាទបើអញ្ជើញមកភ្លក់មច្ឆានៅហាងតែលីនសិនបាទភ្លក់ត្រូវហើយចាំអញ្ជើញទិញទៅបាទបើមិនទាន់ត្រូវទេគ្រាន់តែភ្លក់ហើយដើរចេញទៅក៏បានដែរអត់បញ្ហាទេបាទគឺខ្ញុំស្វាគមន៍បងប្អូនជានិច្ចបាទខ្ញុំមិនកំណាញ់នឹងរឿងភ្លក់តែទេបាទគឺថាមិនកំណាញ់ទេបងប្អូនអញ្ជើញមកធ្វើម៉េចឲ្យបានសប្បាយចិត្តទាំងអស់គ្នាបងប្អូនបាទបងប្អូនខ្លះគាត់សួរថាមច្ឆានឹងល្វីងអត់ឆ្អាបអត់បាទអញ្ចឹងដូចខ្ញុំជម្រាបជូនអញ្ចឹងបទពិសោធន៍ខ្ញុំរាប់ឆ្នាំក្នុងការលក់ដូរមច្ឆាអញ្ចឹងយើងស្គាល់ច្បាស់យើងជ្រើសរើសមកតែរបស់ល្អតែប៉ុណ្ណោះបងប្អូនបាទមានមក sponsor អីណាខ្ញុំនិយាយនេះក្នុងនាមថាជាភ្ញៀវប៉ុន្តែគាត់ថាវាល្អញ៉ាំខ្លាំងគឺមួយថ្ងៃពីមុនកាហ្វេ2ដងឥឡូវកាហ្វេតែម្ដងទេហើយកាត់បន្ថយមកញ៉ាំមច្ឆាអញ្ចឹងអ្នកនរគ្នាដឹងថាថាប្រយោជន៍របស់មច្ឆាយើងអត់មានជាតិស្ករអញ្ចឹងអ្នកទាំងងផ្អែមអ្នកចង់ fasting 0គីឡូអីអូខេហើយចាំមើលនេះថាវារសជាតិវាអែមប៉ុណ្ណាគាត់លក់ដោយវិជ្ជាជីវៈមកគឺ set របស់គាត់គឺអូហើយខ្ញុំហ៊ាន recommend ឲ្យ500%មកព្រោះហើយសូម្បីតែជា pay គាត់លក់ក៏ល្អដែរព្រោះខ្ញុំទិញមួយគាត់ណាអាណាដែលមិនចាំបាច់គឺគាត់ឲ្យខ្ញុំយកតែគាត់ថាឧបករណ៍ឲ្យមាននៅផ្ទះយើងប្រើអីចាំបាច់បានចាំទិញបើអត់ចាំបាច់មិនបាច់ប្រើទេប្រើតាមនេះទាំងហើយគាត់លក់ដោយបេះដូងいただきますឆ្ងាញ់ណាស់ មច្ឆាឆ្ងាញ់ណាស់អូខេអរគុណច្រើន抹茶នេះឆ្ងាញ់មែនតើ抹茶ឆ្ងាញ់មច្ឆាឆ្ងាញ់អរគុណច្រើនអរគុណជប៉ុនថាម៉េចអរគុណありがとうអរយកាតូあ
ありがとうございます អារីកាតូហ្គោសៃម៉ាស អរគុណច្រើនដូចគ្នា នៅចិត្តគ្នាឯងខ្ញុំឲ្យភ្លក់ហ្មងគ្រប់ទ្រីងទាំងអស់គឺឆ្ងាញ់ហ្មងជាមួយនឹងកាហ្វេក៏បានដាក់ជាមួយរបៀបប្រភេទពួកផ្លែឈើអីផ្សេងនៅខាងក្រោមហ្នឹងណាក៏ត្រូវដែរបងដូចរបៀបក្លិនវាសតុនឈ្ងុយហើយវាចូលគ្នាមួយប្រភេទទ្រីងអីផ្សេងហើយបើថាដាក់មួយទឹកដូងទៀតហត់តែឈ្ងុយ ចាពូខ្ញុំបានទទួលតែពូហើយតែម្ចាស់ពូយកមកធ្វើប្រភេទឡាតេឆ្ងាញ់ណាពូទាំងក្តៅទាំងត្រជាក់អត់ដូចតែម្ចាស់មុនដែលខ្ញុំធ្វើទេម្ចាស់មុនខ្ញុំធ្វើទៅភ្ញៀវគាត់ញ៉ាំហកដងគាត់ញ៉ាំនៅសល់បាតកែវតិចណាដល់ពេលម្ចាស់ម្ដងនេះយកមកធ្វើជូនភ្ញៀវគាត់ញ៉ាំឡើងអស់ហើយខ្ញុំធ្វើញ៉ាំខ្លួនឯងដែរឆ្ងាញ់មែនរសជាតិវាខ្ទិះហើយឈ្ងុយជីទៅយកមកធ្វើប្រភេទឡាតេឆ្ងាញ់ណាពូ J'attendrai le jour et la nuit, j'attendrai toujours l'eau dans le crieur,